ដោយមើលឃើញថាមីងស្រីរៀបនឹងរងការធ្វើបាបដោយបុរសជប៉ុនយុវជនដែលត្រូវបានខំដោយដង្កូវឆ្លើងគេបានខំដង្កូវដែលនៅជាប់សាច់នៅលើដៃរបស់គាត់ដោយមិនស្ទាក់ស្ទើរនៅពេលដែលដង្កូវបានចាក់ចេញពីរាងកាយរបស់គាត់ថាមពលរបស់គាត់ដែលត្រូវបានបិទជិតអស់រយៈពេល5ឆ្នាំបានផ្ទុះឡើងមកភ្លាមហើយគាត់បានតាំងចិត្តសម្លាប់សត្រូវនៅចំពោះមុខគាត់ដើម្បីសងសឹកគ្រួសាររបស់គាត់វាបានប្រែក្លាយថាជាច្រើនឆ្នាំមុនដើម្បីដណ្ដើមអាថ៌កំបាំងក្បាច់គុណដូនតារបស់គេមន្ត្រីជនជាតិជប៉ុនម្នាក់នេះបានសម្លាប់ឪពុករបស់គាត់យ៉ាងព្រៃផ្សៃហើយបានរំលោភម្ដាយរបស់គាត់បន្ទាប់មកគាត់បានព្យួរសម្ដាយរបស់គាត់យ៉ាងអាម៉ាស់នៅមាត់ទ្វារក្មេងប្រុសខូចចិត្តពេលឃើញម្ដាយខ្លួនវេទនាគាត់ស្បត់ថានឹងបណ្ដេញបិសាចទាំងអស់ចេញពីប្រទេសគេចាប់ពីពេលនោះមកគាត់បានខិតខំហាត់ក្បាច់គុណយ៉ាងឧស្សាហ៍ព្យាយាម5ឆ្នាំក្រោយមកយុវជនរូបនេះបានផ្អែកផ្កាលើក្បាច់គុណដ៏វិសេសវិសាលរបស់គាត់ដើម្បីប្រយុទ្ធជាមួយស្រូវ10នាក់តែគាត់តែម្នាក់ឯងនៅក្នុងសង្វៀនធ្វើឲ្យពួកស្រូវស្រែកដូចគោយើងទាំងអស់គ្នាត្រូវទៅរកភាពរួមសម្រាប់ប្រទេសឈប់ឆាប់ឈប់ខ្ញុំប្រាប់ឲ្យឆាប់ឈប់មកមានអ្នកណាចង់ឡើងទៀតទេដោយឃើញថាយុវជននោះគេមិនអាចយកឈ្នះបានដើម្បីទទួលបានជ័យជំនះជនជាតិជប៉ុនបានបញ្ជូនមនុស្សទៅដាក់សត្វដង្កូវពលនៅក្នុងពេញតែយុវជននោះទាំងមិនបានដឹងខ្លួនរួចហើយផឹកអស់មិនយូរប៉ុន្មានអ្នកចម្បាំងទី1របស់ជប៉ុនបានឡើងលើឆាកដើម្បីប្រកួតប្រជែងយុវជននោះបានកត់សម្គាល់ឃើញដំបូងថាត្រានៅលើចង្កេះរបស់ជប៉ុនគឺដូចគ្នាបេះបិទទៅនឹងវត្ថុដែលពាក់ដោយស្ត្រូវដែលបានសម្លាប់គ្រួសាររបស់គាត់ទាំងមូលគិតឃើញបែបនេះយុវជនរូបនេះខឹងសម្បាភ្លាមហើយវាសម្រុកជាបន្តខណៈដែលយុវជនរូបនេះកំពុងរៀបចំសង្សឹកដល់ក្រុមគ្រួសាររបស់គាត់ស្រាប់តែគាត់មានអារម្មណ៍ទន់ខ្សោយប៉ុន្មានវិនាទីបន្ទាប់ដង្កូវពលនោះក៏ធ្វើទុកតើមានអ្វីកើតឡើងចំពោះគាត់យុវជននោះបានដឹងថាគាត់ត្រូវបានគេបំពោលប៉ុន្តែគាត់ស្ថិតក្នុងស្ថានភាពអសកម្មខ្លាំងណាស់ដូចជាកូនជៀមដែលត្រូវគេអាតែម្ដងមីងខ្ញុំប្រញាប់ឡើងលើឆាកមកជួយខ្ញុំប៉ុន្តែក្នុងនាមជាស្ត្រីមីងរបស់ខ្ញុំមិនអាចយកឈ្នះនឹងខ្មោចជប៉ុនទេខ្ញួយប្រុសតើឯងត្រូវថ្នាំពុលមែនប្រទេសយើងទាំងពីរគ្មានចិត្តនាវីតបគ្នាទេតើអ្នកស្រុកនេះមានតែឯងមួយទេដែលជាអ្នកខ្លាំងហើយថែមទាំងមិនអាចរើសអ្នកដែលអាចប្រយុទ្ធជាមួយជប៉ុនយើងបានក្បាច់គុណលងកាំងរបស់អ្នកដែលបានបន្សល់ទុករាប់ពាន់ឆ្នាំទាំងអស់គ្រាន់តែជាការសិល្បៈនៃការបង្ហាញប៉ុណ្ណោះត្រូវហើយក្បាច់គុណលងកាំងរបស់អ្នកទាំងអស់គ្នាសុទ្ធតែសម្រាមហើយវាជាឫសគល់នៃប្រជាជនអ្នកឈ្នះគឺដងយៀងហៃគិនដែលមានដាវចំនួន5សម្រាប់អ្នករាល់គ្នាដែលមានវត្តនៅទីនេះមិនអាចទទួលយកបានពេលដែលយុវជនរូបនេះចាញ់ក្នុងដៃគេតែមួយព្រឹកភ្នែកគាត់ត្រូវបានគេស្អប់នឹងមើលងាយព្រោះអ្នករាល់គ្នាសង្ស័យថាគាត់កំពុងសូកប៉ាន់ជាមួយជប៉ុននិងហៅគាត់ថាជាជនក្បត់ជាតិមិនត្រឹមតែចាញ់ប្រកួតទេសេចក្តីថ្លៃថ្នូររបស់ទីក្រុងត្រូវបានជប៉ុនជន់ឈ្លីមហាជនដែលមិនដឹងការពិតមានការកំហឹងខ្លាំងចំពោះរឿងនេះហើយទីបំផុតយុវជននោះក៏ចាក់ចេញទៅដោយសោកសៅដោយមានជំនួយពីម្ដាយមីងរបស់គាត់ប៉ុន្មានឆ្នាំមកនេះគាត់បានក្លាយជាតួអង្គដូចមនុស្សចាស់ដែលធ្លាប់មានរូបរាងសង្ហាតែមកកំហាត់វិជាគុណរហូតដល់សក់ស្កូវម្ដាយមីងរបស់គាត់ដើម្បីរកប្រាក់សម្រាប់ការព្យាបាលជំងឺរបស់យុវជនរូបនេះដោយមិនប្រាប់គេមីងរបស់គាត់បានចុះឈ្មោះចូលរួមប្រកួតក្បាច់គុណដែលមានគ្រោះថ្នាក់ដល់អាយុជីវិតដោយឃើញថាមីងរបស់គាត់មានអ្វីមួយខុសប្រក្រតីគេទៅតាមតែសំណាងល្អគាត់បានមកដល់ទាន់ពេលហើយបានខាត់មីងដែលរៀបនឹងគឹងប្រកួតខ្ញុំមកហើយលោកហ៊ូងជារៀមច្បងលោកលីវខេនជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្ពុជាទាំង5ក្នុងទីក្រុងនាគតាក់ទងនឹងសិល្បៈក្បាច់គុណទោះបីជាគាត់មិនល្អដូចបងប្រុសស្គាល់ពីមុនក៏ដោយវាមិនគួរជាបញ្ហាសម្រាប់គាត់ក្នុងការឈ្នះពួកជប៉ុននោះទេលោកហ៊ូងពិតជាវាយបានសាហាវនិងខ្លាំងមីងជនជាតិជប៉ុននឹងឈ្នះវាពិបាកក្នុងការនិយាយតែគាត់មានចិត្តចង់ទទួលយកដោយទុកឲ្យគោដៅបើកចំហគាត់នឹងត្រូវចាញ់ក្នុងចលនា3របស់គេយ៉ាងម៉េចដែរមនុស្សម្នាក់នេះហាក់ដូចជាឆ្លើយណាស់តាមពិតគាត់ជាប្រធានក្រុមតែមានល្បិចខ្ពស់ណាស់មិនត្រូវមើលស្រាលគេបានទេអូអ្នកណាឡើងមកទៀត